ខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយនិងប្រិយមិត្តអ្នកចូលរួមតាមដានស្ដាប់ទាំងអស់ជាទីគោរពស្រឡាញ់មុននឹងចាប់ផ្ដើមនៅវេទិកានៃកិច្ចសន្ទនាជាមួយនឹងវាគ្មិនកិត្តិយសនៅពេលបន្តិចទៀតនេះខ្ញុំប្រកាសណាខ្ញុំបាទសូមជិលឱកាសនេះណែនាំខ្លួនបន្តិចសិនខ្ញុំប្រកាសណាខ្ញុំបាទឈ្មោះពេណៃជាអ្នកសម្របសម្រួលឲ្យអង្គការស៊ីសាសូមគោរពជម្រាបជូនថាអង្គការស៊ីសាមានឈ្មោះពេញថា Science of Inner Cell Awaken ដែលមានន័យជាភាសាខ្មែរថាវិទ្យាសាស្ត្រនៃការភ្ញាក់មកស្គាល់ការពិតក្នុងខ្លួនដោយការចូលមកអង្កេតពិនិត្យរាល់ការគិតនិងសភាវៈទាំងឡាយដែលមាននៅក្នុងទីនេះតាមសេចក្តីពិតស៊ីសាគឺជាអង្គការសមាធិដែលបានបង្កើតឡើងស្របច្បាប់សម្រាប់មនុស្សគ្រប់វ័យគ្រប់ស្រទាប់វណ្ណៈនិងគ្រប់ជាតិសាសន៍ទាំងអស់បានមកចូលសិក្សារៀនសូត្រនៅចំណេះដឹងអំពីការពិតក្នុងខ្លួននិងទទួលបាននូវបទពិសោធន៍ដែលពាក់ព័ន្ធទៅនឹងសុខុមាលភាពផ្លូវចិត្តទាំងស្រុងអង្គការស៊ីសាគឺផ្ដោតសំខាន់ទៅលើការចូលមកស្គាល់ខ្លួនឯងតាមបែបវិទ្យាសាស្ត្រសមាធិដើម្បីទទួលបាននូវមូលដ្ឋានគ្រឹះដែលអាចនាំឲ្យមានការពង្រីកនៅបញ្ញាញាណពង្រឹងស្មារតីបង្កើនធនធានមនុស្សដែលប្រកបដោយគុណភាពជាពិសេសដើម្បីទទួលបាននូវសុខុមាលភាពផ្លូវចិត្តសម្រាប់បុគ្គលខ្លួនឯងសង្គមគ្រួសារសង្គមជាតិក៏ដូចជាពិភពលោកទាំងមូលផងដែរដូច្នេះជាបន្តទៅទៀតនេះយើងមានលោកចេងតឹមបាទជំរាបសួរលោកប្អូនដែលជាវាគ្មិនកិត្តិយសដែលអញ្ជើញមកក្នុងកម្មវិធីរបស់យើងលោកគឺជាសិស្សគុណរបស់លោកគ្រូសក្ខីភគវន្តជាបន្តទៅទៀតនេះសូមលោកប្អូនជួយណែនាំទៅកាន់ប្រិយមិត្តយើងដើម្បីឲ្យគាត់ស្គាល់បន្តិចផងបាទសូមគោរពជម្រាបសួរប្រិយមិត្តលោកអ្នកសាធុជនសាធុសប្បុរសទាំងឡាយជាទីគោរពរាប់អានខ្ញុំបាទច័ន្ទចិញ្ចឹមជាសិស្សគុណរបស់លោកគ្រូសក្ខីភគវន្តជាទីគោរពដ៏ខ្ពង់ខ្ពស់ថ្ងៃនេះខ្ញុំបាទមានកិត្តិយសដែលអង្គការស៊ីសាបានអញ្ជើញខ្ញុំមកដើម្បីធ្វើការសន្ទនាជំវិញការពិតនៃពិភពក្នុងខ្លួនដើម្បីបានជាប្រយោជន៍ដល់ការអប់រំចំពោះការគិតដែលឥតសណ្ដាប់ធ្នាប់ដែលតែងតែជាហេតុនាំមកនៅសេចក្តីទុក្ខច្រើនរាប់មិនអស់បាទសូមអរគុណលោកប្អូនដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរយើងសូមចូលទៅកាន់ប្រធានបទរបស់យើងតែម្ដងកាលពីវគ្គមុនអង្គការស៊ីសាយើងខ្ញុំបានអញ្ជើញលោកគ្រូសារគុណនិងលោកគ្រូធម្មសាយណាខ្ញុំចង់ដឹងថាតើនៅក្នុងសំណាក់លោកគ្រូសក្ខីភគវន្តលោកបង្រៀនអំពីអ្វីនិងគោលការណ៍នៃការប្រព្រឹត្តប្រតិបត្តិនឹងយ៉ាងម៉េចដែរបាទសូមអរគុណបងណៃសម្រាប់សំណួរនេះខ្ញុំសូមបញ្ជាក់ត្រង់នេះដែរថាក្រែងអង្គការស៊ីសានិងលោកអ្នកមួយចំនួននៅមិនទាន់បានជ្រាបថាការសិក្សាអប់រំជាមួយលោកគ្រូសក្ខីភគវន្តជាម្ចាស់គឺមានជំហរត្រង់ការពិតជាក់ស្ដែងតែម្យ៉ាងដែលមិនពាក់ព័ន្ធទៅនឹងការប្រកាន់ជំនឿសាសនាឯណានីមួយមិនប្រកាន់យកនៅទស្សនៈគឺការយល់ឃើញតតាមគ្នាមិនប្រកាន់យកសូម្បីការយល់ឃើញផ្ទាល់ខ្លួនឬការយល់ឃើញតាមគំនិតរបស់អាចារ្យក៏ដោយគឺយើងចូលមកធ្វើការអង្កេតពិនិត្យចំពោះរបៀបនៃការធ្វើការរបស់ទ្វារទាំង6តើវាប្រព្រឹត្តទៅយ៉ាងម៉េចព្រោះជាក់ស្ដែងយើងដឹងហើយថាជីវិតរបស់យើងម្នាក់ដែលឲ្យឈ្មោះថាសត្វបកុលតួខ្លួនយើងគេនេះគឺសំដៅទៅលើការប្រជុំឡើងនៅទ្វារទាំង6នេះឯងដែលកំពុងធ្វើកិច្ចរស់នៅតាមទ្វារនីមួយដាច់ដោយឡែកពីគ្នាដូច្នេះផ្ទុយអំពីការប្រកាន់យកថាការពិតបែបនេះឬបែបនោះលោកគ្រូជាម្ចាស់បានឲ្យយើងបែរងាកមកអង្កេតពិនិត្យឲ្យបានល្អិតល្អន់បំផុតនៅរបៀបនៃការធ្វើការរបស់ចិត្តតើវាមានចរិតនិងអាកប្បកិរិយាយ៉ាងម៉េចទើបនាំឲ្យមានការប្រកាន់មាំក្នុងខ្លួននិងមានការប្រកាន់មាំក្នុងសេចក្តីផ្សេងបែបនេះខ្ញុំសូមកាត់លោកប្អូនបន្តិចខ្ញុំចាប់បានចំណុចមួយគឺថាការអប់រំនៅក្នុងសំណាក់របស់លោកគ្រូសក្ខីភគវន្តមិនពាក់ព័ន្ធនឹងជំនឿសាសនាប៉ុន្តែជានិច្ចកាលខ្ញុំតែងតែឮថាអ្នកដែលនៅក្នុងសំណាក់របស់លោកគ្រូទាំងអស់បានពោលនៅពាក្យថានេះធម៌នោះធម៌ដូចនេះហើយមានពេលខ្លះខ្ញុំក៏បានឮខាងលោកគ្រូបានលើកយកនៅពុទ្ធវចនៈមួយចំនួនមកពោលហើយធ្វើការពន្យល់ត្រង់ចំណុចខ្លះក៏ហាក់មានការខុសប្លែកអំពីខ្លឹមសារដើមនៃព្រះពុទ្ធសាសនាតើលោកប្អូនមានការបកស្រាយយ៉ាងណាដែរចំពោះចម្ងល់នេះបាទ
បាទសូមអរគុណបងណៃសម្រាប់សំណួរដ៏ល្អមួយនេះតាមពិតទៅសច្ចធម៌គឺជារបស់ធម្មជាតិជាសកលមិនមែនជាកម្មសិទ្ធិដាច់មុខរបស់សាសនាឯណានីមួយនោះទេទោះមានបុគ្គលត្រាស់ដឹងឬមិនត្រាស់ដឹងក៏ដោយក៏ការពិតនៅតែជាការពិតដ៏ប្រសើរដែលមិនពាក់ព័ន្ធនឹងការយល់ឃើញរបស់បុគ្គលណាម្នាក់ឡើយជាការពិតណាស់ព្រះសម្មាសម្ពុទ្ធដែលជាបរមសាស្តាចារ្យលោកបានត្រាស់ដឹងចំពោះការពិតដ៏ប្រសើរបំផុតមួយនេះប៉ុន្តែការពិតនេះក៏មិនមែនជារបស់ព្រះអង្គតែក៏គឺជាការពិតដែលព្រះអង្គរកឃើញក្នុងធម្មជាតិនេះតែប៉ុណ្ណោះលុះដល់ក្រោយការរកឃើញនៅការពិតក្នុងខ្លួននេះរួចមកដើម្បីដឹកនាំអ្នកដទៃឲ្យបានស្គាល់ដែរក៏ត្រូវទាមទារឲ្យប្រើប្រាស់នៅឧបាយគឺវិធីសាស្ត្រផ្សេងៗដែលមានជាសណ្ដាប់ធ្នាប់របៀបរបបច្បាប់ពិន័យនិងពិធីកម្មជាដើមដែលយើងហៅថាសាសនានេះឯងចំពោះការប្រកាសសម្ដែងរបស់លោកគ្រូសក្ខីភគវន្តជាម្ចាស់ប្រកាសណាស់គឺមិនមែនជាការប្រកាន់នៅជំនឿលទ្ធិសាសនាអ្វីឡើយប៉ុន្តែដែលលោកប្រើប្រាស់នៅពុទ្ធវចនៈក៏ព្រោះភាសាពុទ្ធវចនៈគឺជាភាសាបច្ចេកទេសដ៏សម្បូរបែបដែលអាចចាក់ជ្រៅទៅក្នុងសេចក្តីនៃការពិតក្នុងខ្លួនព្រោះភាសាទាំងអស់នោះត្រូវបានរៀបរៀងឡើងចេញពីលោកអ្នកដែលបានរកឃើញនៅការពិតក្នុងខ្លួននេះឯងមួយវិញទៀតដោយបងបានលើកឡើងមកមុននេះបន្តិចថានៅក្នុងសំណាក់យើងខ្ញុំដែលមានលោកគ្រូជាទីគោរពដ៏ខ្ពង់ខ្ពស់ជាប្រធមប្រធានលោកបានធ្វើការប្រកាសសម្ដែងកន្លងមកបងថាហាក់មានការខុសប្លែកអំពីខ្លឹមសារក្នុងពុទ្ធវចនៈដូចនេះជាដើមតាមការពិតបើនិយាយថាខុសគឺអាចខុសពាក្យពេចន៍មួយចំនួនប៉ុន្តែចំពោះខ្លឹមសារនោះគឺមិនខុសគ្នាទេឧទាហរណ៍ការបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់គឺដើម្បីរំលត់បង់នៅហេតុដែលនាំឲ្យកើតទុក្ខគឺត្រូវចូលមកសិក្សាអង្កេតពិនិត្យនៅសភាវធម៌ទាំងឡាយដែលមានដូចជាកាយវេទនាចិត្តធម៌នៅក្នុងអិរិយាបថទាំង4ដោយការធ្វើទុកក្នុងចិត្តថាមិនមែនជាសត្វបុគ្គលតួខ្លួនរឿយរហូតតតែបញ្ញាថ្នាក់វិបស្សនាមួយនោះបានកើតឡើងមកប្រចាក់ទល់នឹងសភាវៈដែលកំពុងប្រកបហើយក៏លះបង់នៅហេតុដែលនាំឲ្យកើតទុក្ខមានអវិជ្ជាតណ្ហាឧបាទាននៅក្នុងគំនរនៃខណ្ឌនេះចេញទៅឯចំណែកខ្លឹមសារនៃការប្រកាសសម្ដែងរបស់លោកគ្រូសក្ខីភគវន្តជាម្ចាស់គឺលោកឲ្យចូលមកសិក្សាអង្កេតពិនិត្យនៅរបៀបនៃការធ្វើការរបស់ទ្វារទាំង6មានចិត្តឃើញចិត្តឮចិត្តដឹងក្លិនចិត្តដឹងរសចិត្តដឹងក្តៅត្រជាក់រឹងទន់និងចិត្តនឹកគិតឲ្យបានល្អិតល្អន់បំផុតដែលនោះក៏វាមិនបានខុសអំពីខ្លឹមសារនៃការសម្ដែងរបស់ព្រះពុទ្ធជាម្ចាស់នោះទេព្រោះបើយោងតាមសតិប្បដ្ឋានវិបស្សនាន័យការអង្កេតមើលនៅវិញ្ញាណទាំង6ធ្វើកិច្ចគឺជាឈ្មោះនៃចិត្តតានុបស្សនាសតិប្បដ្ឋាននោះហើយដែលកំណត់ថាចិត្តអីក៏ជាអារម្មណ៍ដែលគួរដល់ការរលឹកសិក្សាថាមិនមែនជាសត្វបុគ្គលតួខ្លួនយើងឡើយការលើកឡើងមកដូច្នេះក៏មិនមែនមានន័យថាក្នុងសំណាក់របស់លោកគ្រូសក្ខីភគវន្តជាម្ចាស់របស់យើងកំពុងធ្វើការបំភ្លៃព្រះពុទ្ធដីកាឲ្យខុសពីខ្លឹមសារដើមនោះឡើយគឺមានគោលដៅស្របគ្នាតែមួយក្នុងការឈានទៅរកការធ្វើឲ្យជាក់ច្បាស់ចំពោះការពិតនៃទ្វារទាំង6ថាមិនមែនជាសត្វបុគ្គលតួខ្លួនយើងគេដោយព្រហ្មចរិយធម៌គឺធាតុស្ងាត់ដ៏បរិសុទ្ធម្យ៉ាងដែលអាចកម្ចាត់បង់នៅអវិជ្ជាតណ្ហានិងការប្រកាន់ខ្លួនដែលជាហេតុនាំមកនៅសេចក្តីទុក្ខបានប៉ុន្តែទោះជាយ៉ាងនេះក៏ដោយចុះដើម្បីជៀសវាងកុំឲ្យមានការភ័ន្តច្រឡំថាក្នុងសំណាក់របស់យើងខ្ញុំចូលមកធ្វើឲ្យខូចធម៌វិន័យបំភ្លៃព្រះពុទ្ធដីកាគឺលោកគ្រូជាម្ចាស់លោកបានបង្គាប់ឲ្យយើងខ្ញុំធ្វើការកាត់បន្ថយនៅការប្រើប្រាស់ភាសាបច្ចេកទេសតាមបែបពុទ្ធវចនៈបែរងាកមកប្រើខេមរៈភាសាឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដើម្បីធ្វើការបើកផ្ងានៅការពិតក្នុងខ្លួននេះបាទមិញលោកប្អូននិយាយពាក្យចុងក្រោយមិញនិយាយអំពីការពិតអញ្ចឹងខ្ញុំចង់ដឹងថាអ្វីជាការពិតហើយការពិតនឹងមានប្រមាណយ៉ាងណាមើលលោកប្អូនជួយបកស្រាយតិចមើលបាទសូមអរគុណបងណៃសម្រាប់សំណួរដ៏ល្អនេះការពិតគឺជាអ្វីដែលយើងបាននឹងកំពុងឃើញហើយអាចសម្គាល់បានតាមការចូលមកអង្កេតពិនិត្យការពិតជារួមមាន2គឺការពិតដែលមានពិតជាសភាវៈអាចដឹងបាននិងទី2ការពិតដោយសន្មតអញ្ចឹងខ្ញុំសូមភ្ជាប់នៅសំណួរជាបន្ទាប់ថាតើការពិតទាំង2យ៉ាងនោះមានលក្ខណៈដូចម្ដេចហើយវាតាក់ទងអ្វីទៅនឹងជីវិតរស់នៅរបស់យើងរាល់ថ្ងៃ
ការចូលមកសិក្សាអំពីការពិតគឺចូលមកសិក្សាអំពីខ្លួនយើងម្នាក់ៗហ្នឹងតែម្ដងហេតុនេះហើយការពិតនេះគឺមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់យើងដែលអាចឲ្យយើងមើលស្គាល់ខ្លួនឯងផងនិងមើលស្គាល់លោកនេះផងទៅតាមធាតុពិតជាក់ស្ដែងរបស់វាការពិតទាំងពីរនេះស្ថិតនៅក្នុងពិភពពីរផ្សេងគ្នាគឺទី1ការពិតដែលមានពិតជាសភាវៈអាចឲ្យដឹងបានឬយើងហៅថាលោកនៃការពិតទី2គឺការពិតដោយការសន្មត់ឬយើងហៅថាលោកនៃការសន្មត់បាទលោកប្អូនអញ្ចឹងសំណួរជាបន្តខ្ញុំចង់សួរថាលោកនៃការពិតនិងលោកនៃការសន្មត់ហ្នឹងដែលលោកប្អូនលើកឡើងហ្នឹងចង់សម្ដៅលើអ្វីហើយលោកទាំងពីរហ្នឹងកើតចេញមកពីណា លោកនៃការសន្មត់គឺសំដៅដល់ពិភពលោកដែលមានសេចក្តីដឹងខ្លួនឯងថាយើងកំពុងរស់នៅហើយមានរឿងរ៉ាវកម្មវត្ថុផ្សេងៗហើយលោកនៃការពិតវិញមានឃើញឮដឹងក្លិនដឹងរសដឹងក្តៅត្រជាក់រឹងទន់លោកទាំងពីរនេះបានមកពីផលឆ្អិននៃទ្វារទាំង6ធ្វើកិច្ចបាទនិយាយអំពីទ្វារទាំង6អញ្ចឹងខ្ញុំចង់សួរអំពីទ្វារទាំង6ហ្នឹងតើវាធ្វើកិច្ចយ៉ាងម៉េចវាបង្កើតលោកនេះបានដោយរបៀបណាចំពោះទ្វារទាំង6នោះមាន5ទ្វារដែលមានបរមត្តមកជាអារម្មណ៍និងមានមួយទ្វារដែលមានបញ្ញត្តិមកជាអារម្មណ៍ដែល5ទ្វារនោះមានឃើញឮធំដឹងរសដឹងក្តៅត្រជាក់រឹងទន់និងមโนទ្វារធ្វើកិច្ចដឹងរឿងដែលជាការសន្មត់ឥឡូវយើងចូលមកអង្កេតទ្វារនីមួយៗនឹងមើលថាវាធ្វើកិច្ចយ៉ាងម៉េចឃើញគ្រាន់តែជាធាតុឃើញខណៈនោះមិនមានការបានឃើញអ្វីនោះទេក្រៅតែជាធាតុឃើញកើតហើយក៏រលត់ទៅយ៉ាងលឿនរហ័សឮគ្រាន់តែជាធាតុឮខណៈនោះមិនមានឮអ្វីក្រៅតែអំពីធាតុឮតែម្យ៉ាងដែលមានការកើតហើយក៏រលត់ទៅធំក្លិនគ្រាន់តែជាធាតុធំក្លិនតែមិនទាន់ជាការធំក្លិនអ្វីនោះនៅឡើយទេហើយកើតរលត់យ៉ាងលឿនរហ័សដឹងរសគឺត្រឹមតែជាធាតុដឹងរសតែមិនដឹងរសជាតិអ្វីនោះទេមានការកើតរលត់យ៉ាងលឿនរហ័សបន្តគ្នាដឹងក្តៅត្រជាក់រឹងទន់គឺត្រឹមតែជាធាតុដែលមានការកើតរលត់យ៉ាងលឿនរហ័សខណៈទ្វារ5កើតហើយរលត់ទៅយ៉ាងឆាប់រហ័សបានបន្សល់នៅអតីតដែលជាការចងចាំសម្រាប់មโนទ្វារមโนទ្វារក៏ទទួលបាននៅទិន្នន័យនោះហើយក៏ចាប់ផ្ដើមធ្វើកិច្ចដោយប្រមូលផ្ដុំនៅអតីតកន្លងទៅនៃទ្វារនីមួយៗក្នុងទ្វារទាំង5បញ្ចូលគ្នាទៅតាមប្រភេទនៃទ្វារនោះរួចក៏បន្តប្រមូលផ្ដុំបណ្ដុំនៃអតីតរបស់ទ្វារ5បញ្ចូលគ្នាហើយក៏ប្រើប្រាស់ទិន្នន័យនោះធ្វើការផ្គងទៅកាន់ការចងចាំបន្ទាប់មកក៏សម្គាល់ថានោះគឺជាវត្ថុរឿងរ៉ាវដូចជាឧទាហរណ៍នោះគឺជាតុនោះគឺជាឡាននោះគឺជាម៉ូតូជាដើមដូច្នេះដែលនេះហើយហៅថាជាការសន្មត់នោះឬលោកនៃការសន្មត់ឥឡូវបងសាកចូលមកពិសោធន៍ជាមួយខ្ញុំបន្តិចទៅមើលហើយបងចូលបងស្ងាត់បន្តិចហើយសាកលបងក្រលិះភ្នែកទៅឆ្វេងទៅស្ដាំឲ្យញាប់នោះបងនឹងសម្គាល់ឃើញថាការឃើញដំបូងរបស់បងនឹងមិនទាន់ប្រកាសឡើងជាអ្វីនោះទេលុះការឃើញនោះរលត់ទៅចិត្តនឹកគិតក៏ចាប់ផ្ដើមធ្វើការកំណត់យកឬកំណត់សម្គាល់ថាអ្វីនៅពីមុខបងខណៈដំបូងដៃបំផុតនោះគឺជាកិច្ចរបស់ទ្វារ5កើតហើយរលត់ទៅបន្តគ្នាបន្សល់នៅអតីតមโนទ្វារមួយក៏ទទួលយកនៅទិន្នន័យនោះមកធ្វើការវិភាគវែកញែកនិងផ្គូផ្គងទៅកាន់ការចងចាំហើយក៏បញ្ចាំងចេញជាទីកន្លែងកម្មវត្ថុពេលវេលាសពសត្វបុគ្គលយើងគេជាដើមដែលទាំងនេះជាផលឆ្អិនរបស់កិច្ចនៃមโนទ្វារឬហៅថាលោកនៃការសន្មត់នេះហើយគឺជាដំណើរការនៃការកើតឡើងរបស់លោកនេះតាមដែលបងអូនលើកឡើងមកនេះតាមស្ដាប់ទៅគឺមានភាពស៊ីជម្រៅខ្លាំងតើលោកប្អូនធ្លាប់ពាល់ត្រូវឬទទួលនៅបទពិសោធន៍ចំពោះអ្វីដែលបងអូនបានលើកឡើងដែរឬទេនៅក្នុងទីនេះគឺមានទ្វារ6ធ្វើកិច្ចមានឃើញឮដឹងក្លិនដឹងរសដឹងក្តៅត្រជាក់រឹងទន់និងចិត្តនឹកគិតបើនិយាយពីបទពិសោធន៍របស់បុគ្គលគឺយើងសំដៅដល់ចិត្តនឹកគិតនឹងតែម្ដងអញ្ចឹងបើសួរទៅកាន់ខ្លួនខ្ញុំដែលជាបុគ្គលប្រកាសណាស់គឺគ្មានបទពិសោធន៍នៃការបានឃើញរឿងទាំងអស់នេះក្រៅតែអំពីការប្រកាន់សេចក្តីថានេះពិតនោះទេឬក្រៅតែអំពីការដឹងរឿងរ៉ាវក្នុងលោកនេះទេបើឲ្យអ្នកដែលជាបុគ្គលភាពនេះនិយាយថាពិភពលោកនេះមិនមែនជាការពិតឬពិភពលោកនេះមិនមាននោះនឹងធ្វើឲ្យបុគ្គលភាពនោះមានភាពអៀនអន់ឬខ្មាស់ខ្លួនឯងព្រោះហេតុថាបុគ្គលខ្លួនឯងនោះគឺជាចិត្តនឹកគិតដែលធ្វើកិច្ចប្រកាន់ខ្លួនឬសម្គាល់ខ្លួនឯងថាជានរណាមួយនៅក្នុងពិភពនៃការសន្មត់
ឬពិភពនៃសាច់រឿងដូច្នេះបើនិយាយថាពិភពលោកនេះមិនពិតគឺដូចជាកុហកខ្លួនឯងអញ្ចឹងពីព្រោះចិត្តនឹកគិតវាមិនអាចដឹងការពិតបានទេប៉ុន្តែយើងត្រូវតែទទួលស្គាល់មួយថាក្នុងភាពជាបុគ្គលនៅក្នុងចិត្តនឹកគិតមិនអាចស្គាល់ការពិតបានពិតមែនប៉ុន្តែក៏អាចទទួលបាននៅតម្រុយថាមានការពិតមួយដែលមិនមែនដឹងក្នុងនាមជាបុគ្គលទេគឺវាមានសេចក្តីស្ងប់ស្ងាត់មួយដែលអាចឆ្លុះបញ្ចាំងនៅសភាវៈលក្ខណៈនៃទ្វារទាំង6ធ្វើកិច្ចនៅពេលដែលយើងដាក់ចុះនៅការផ្គងចិត្តតែបន្តិចនឹងឃើញថាគ្រប់យ៉ាងគឺជាការធ្វើកិច្ចរបស់ទ្វារទាំង6ទាំងអស់ដែលគ្មានជាសត្វបុគ្គលតួខ្លួនយើងគេនោះឡើយឧទាហរណ៍ដូចយើងកំពុងឈរតើយើងកំពុងឈរឬកំពុងដឹងក្តៅត្រជាក់រឹងទន់តាមទ្វារកាយដូចយើងកំពុងចាប់អ្វីមួយតើយើងមានចាប់ឬមានរបស់ដែលយើងចាប់ឬក៏មានកាយវិញ្ញាណកំពុងធ្វើកិច្ចពេលដែលយើងសម្លឹងមើលទៅខាងក្រៅសម្លឹងរបស់ជុំវិញខ្លួនយើងបើដាក់ចុះនៅការផ្គងចិត្តតើរបស់នោះមានឬក៏មានធាតុឃើញបើសួរចិត្តនឹកគិតនៅតែនិយាយថាខ្ញុំនៅតែឃើញវត្ថុត្រូវហើយព្រោះសម្រាប់ចិត្តនឹកគិតវានៅតែឃើញវត្ថុរបស់របរសម្ភារៈទីកន្លែងពេលវេលារឿងរ៉ាវផ្សេងក៏ប៉ុន្តែប្រសិនបើសួរទ្វារនីមួយៗដែលវាកំពុងធ្វើកិច្ចនោះទ្វារនីមួយៗគឺมันអាចដឹងរឿងរ៉ាវថាក្នុងលោកនេះវាមានជាអ្វីឬមានលោកនោះជាអ្វីនោះទេអញ្ចឹងបានសម្រាប់សម័យខ្លួនដែលជាបុគ្គលឬដែលយើងហៅថាចិត្តគិតដែលប្រកបទៅដោយការប្រកាន់ខ្លួនហ្នឹងវានឹងមានសេចក្តីអៀនអន់មិនខានបើយើងសួរវាថាវាបានឃើញការពិតឬក៏អត់ពីព្រោះពិភពលោករបស់ចិត្តនឹកគិតខ្លួនឯងដែលកំពុងរស់នៅហ្នឹងមានតែរឿងរ៉ាវទីកន្លែងពេលវេលាតែប៉ុណ្ណោះដូចជាការយល់សប្តិដូច្នេះដែរឧទាហរណ៍ក្នុងកំឡុងពេលដែលសម័យខ្លួនលងលក់ទៅហើយការយល់សប្តិនោះកំពុងតែដំណើរការគឺសម័យខ្លួនមិនអាចដឹងឡើយថាព្រឹត្តិការណ៍ដែលកំពុងកើតឡើងក្នុងយល់សប្តិនោះគឺជាការយល់សប្តិនោះទេគឺវាជាការពិតរហូតទាល់តែភ្ញាក់ដឹងខ្លួនកើតឡើងទើបអាចបញ្ជាក់ថានោះគឺជាការយល់សប្តិយ៉ាងណាមិញការពិតដែលមានក្នុងទីនេះលុះត្រាតែមានការបានឃើញចិត្តគិតនោះទើបអាចបញ្ជាក់ថាពិភពលោកទាំងមូលដែលកើតពីចិត្តនឹកគិតហ្នឹងគឺមិនមែនជាការពិតទេតែគឺជាការគិតនឹងតែម្ដងប៉ុន្តែប្រសិនបើយើងយកទ្វារទាំង5ហ្នឹងយកមកស្ទាបឬក៏យកស្ងាត់បន្តិចយកមកស្ទាបលោកនេះទ្វារទាំង6ក៏នឹងលេចចេញនៅទម្រង់ដើមរបស់ខ្លួននឹងច្បាស់លាស់តែម្ដងគឺពិភពលោកនេះមិនមែនមិនមានទេពិភពលោកនេះមានប៉ុន្តែវាមានក្នុងពិភពនៃការនឹកគិតប៉ុណ្ណោះអញ្ចឹងដែលខ្លួនឯងឃើញថាមានហ្នឹងគឺខ្លួនឯងដែលជាការគិតនឹងតែម្ដងអញ្ចឹងបើយើងសួរថាពិភពលោកនេះមានពិតដែរទេយើងក៏ថាពិភពលោកនេះមានពិតតែពិតនៅទីណាគឺពិតនៅក្នុងគិតនេះឯងចុះពិភពលោកនេះមិនពិតក្នុងទីណាពិភពលោកនេះមិនពិតនៅត្រង់ចំណុចនៃការបានឃើញធាតុស្ងាត់តបរិសុទ្ធឆ្លុះបញ្ចាំងនៅដំណើរការនៃការធ្វើកិច្ចរបស់ទ្វារទាំង6គឺមិនមែនជាដំណើរការនៃការកើតឡើងរបស់ពិភពលោកដែលមានជាសត្វបុគ្គលតួខ្លួនយើងគេនោះទេគឺដំណើរការនៃការកើតឡើងនៃទ្វារទាំង6ដែលជាធាតុសុទ្ធដែលជាធម្មជាតិនៃទ្វារទាំង6បើកាលណាឈរពីសេចក្តីស្ងប់ស្ងាត់បរិសុទ្ធពិភពលោកនេះឯណាពិតទៀតនោះអញ្ចឹងអ្វីដែលបងអូនលើកឡើងនេះហើយនឹងការបដិបត្តិរបស់លោកអូនមកទាំងអស់ហ្នឹងតើលោកអូនរាល់ថ្ងៃហ្នឹងមានសង្ស័យថាខ្លួនឯងហ្នឹងកំពុងតែដើរនៅក្នុងផ្លូវខុសដែលហៅថាជាបុគ្គលមច្ឆាទិដ្ឋិអីអញ្ចឹងដែរទេឬក៏យ៉ាងម៉េចដែរបងអូនបាទសូមអរគុណបងសម្រាប់សំណួរដ៏មានសារៈសំខាន់មួយនេះឥឡូវយើងបកទៅកាន់សំណួរនឹងវិញបន្តិចសំណួរនេះគឺមានការបញ្ចូលនៅចំណែក3ទី1គឺផ្លូវដែលយើងថាផ្លូវខុសឬផ្លូវត្រូវហ្នឹងទី2អ្នកដើរផ្លូវនិងទី3ទីទៅកាន់ក្នុងទីនេះគឺគ្មានបុគ្គលទេគ្មាននរណាទេហើយក៏គ្មានទីដែលត្រូវទៅដែរផ្លូវត្រូវឬផ្លូវខុសមានសម្រាប់តែអ្នកដែលមានការសម្គាល់ថាខ្លួនជាអ្វីមានពិតហើយប្រាថ្នាឲ្យខ្លួនឯងបានអ្វីនៅក្នុងពេលខាងមុខហើយក៏កំណត់គោលដៅដែលត្រូវទៅនោះហើយក៏ត្រូវតាក់តែងនៅអំពើទាំងឡាយដើម្បីឲ្យខ្លួនឯងបានទៅដល់ដោយតណ្ហានិងទិដ្ឋិត្រង់នេះមានន័យថាដំណើរផ្លូវខុសឬត្រូវមានសម្រាប់តែអ្នកដែលមានសេចក្តីសម្គាល់ខ្លួនថាជាអ្វីនឹងមានពិតប៉ុណ្ណោះហើយមានតណ្ហាក្នុងការប្រាថ្នាឲ្យបានដល់ទីដែលខ្លួនចង់ទៅប៉ុណ្ណោះប៉ុន្តែក្នុងទីនេះនៅក្នុងជីវិតដែលប្រជុំទៅដោយទ្វារ6នេះគឺគ្មានសត្វបុគ្គលតួខ្លួនណាឡើយដូច្នេះពាក្យថាផ្លូវត្រូវឬផ្លូវខុសនោះមិនមានក្នុងទីនេះឡើយ
គឺមានតែការវិលបកមកកាន់ខ្លួនឯងដោយការធ្វើការអង្កេតចំពោះការកើតឡើងនៃសភាវធម៌ដែលកំពុងប្រកបក្នុងទីនេះទៅតាមសេចក្តីពិតដោយសេចក្តីបរិសុទ្ធមួយនិយាយឲ្យខ្លីទៅគឺរឿងផ្លូវត្រូវឬរឿងផ្លូវខុសហ្នឹងគឺសម្រាប់តែអ្នកដែលប្រកាន់ថាមានខ្លួនប៉ុណ្ណោះបើកាលណាមិនមានខ្លួនឯងទេនោះតើមានផ្លូវត្រូវដែរអ្វីទៀតបើសំបីតែផ្លូវដែលត្រូវទៅហ្នឹងក៏ត្រូវទៅដោយតណ្ហានិងទិដ្ឋិនឹងឯងបើសិនបើមិនមានតួតណ្ហាប្រាថ្នាដើម្បីខ្លួនឯងនោះតើមានផ្លូវត្រូវទៅណាទៀតសភាវធម៌ដែលកំពុងមានដែលកំពុងប្រកាសក្នុងទីនេះហ្នឹងគឺជាសច្ចធម៌ដែលជាសភាវៈដែលគួរឲ្យដល់ការបានឃើញនិងកំណត់ដឹងថាមិនមានសត្វបុគ្គលតួខ្លួនឯងរួចស្រេចតែម្ដងសរុបសេចក្តីមកការប្រកាន់ថាមានខ្លួនឯងហើយក៏ប្រាថ្នាអ្វីៗដើម្បីខ្លួនឯងនេះឯងដែលជាហេតុនៃសេចក្តីទុក្ខបានជាលោកគ្រូជាម្ចាស់របស់យើងលោកបានប្រកាសសម្ដែងកាត់ផ្ដាច់នៅផ្លូវនៃការរំពឹងឬសង្ឃឹមទៅថ្ងៃអនាគតឲ្យបែរងាកមកមើលនៅការពិតដែលកំពុងប្រកាសក្នុងទីនេះដែលមានជាសភាវៈដែលមានជាការកើតរលត់នៃធម្មជាតិផ្សេងដូចជាតួតណ្ហាដូចជាតួទិដ្ឋិឬក៏ដូចជាចិត្តនឹកគិតឬក៏ដូចជាទ្វាទាំង6ធ្វើកិច្ចគឺឲ្យបែរទៅជាការមកអង្កេតពិនិត្យសិក្សាមើលថាតើទ្វាទាំងអស់នោះមានសត្វបុគ្គលតួខ្លួនយើងក្នុងទីនេះដែរឬទេដែលត្រូវនាំខ្លួនឯងឲ្យទៅកាន់ទីណាទៀតនោះអញ្ចឹងផ្លូវរបស់ពួកយើងគឺផ្ទុយអំពីការស្វែងរកអ្វីឬស្វែងរកនៅផ្លូវដ៏ត្រឹមត្រូវក្នុងការដើរឆ្ពោះទៅកាន់គោលដៅដែលខ្លួនចង់ទៅគឺបែរងាកមកកាន់ការសិក្សាអង្កេតពិនិត្យមើលចំពោះសភាវធម៌ក្នុងខ្លួននេះថាតើវាមានអ្វីឲ្យពិតប្រាកដដើម្បីរំលត់បង់ចោលនៅអវិជ្ជាដែលមិនស្គាល់ការពិតតណ្ហានិងការប្រកាន់មាំដែលជាហេតុនាំមកនៅសេចក្តីទុក្ខទាំងអស់នោះចេញរឿងដំណើរផ្លូវប្រព្រឹត្តទៅព្រោះមានការប្រកាន់ថាមានខ្លួនឯងហើយប្រាថ្នាសុខឲ្យខ្លួនឯងហ្នឹងបានជាវានៅតែមានផ្លូវទៅអញ្ចឹងបុគ្គលដែលនៅតែមានការប្រកាន់និងប្រាថ្នាដើម្បីខ្លួនគឺរមែងដើរទៅកាន់ផ្លូវទាំងពីរនេះគឺផ្លូវខុសក៏មានផ្លូវត្រូវក៏មានតែទាំងផ្លូវខុសទាំងផ្លូវត្រូវទាំងពីរនេះនោះគឺមានសម្រាប់តែអ្នកដែលមានការសម្គាល់ថាមានខ្លួនឯងជាសត្វបុគ្គលប៉ុណ្ណោះហើយសេចក្តីប្រាថ្នាក៏ញ៉ាំងឲ្យផ្លូវនោះមានការកើតឡើងដែលដំណើរផ្លូវនោះចាប់ផ្ដើមកើតពីតណ្ហានោះតែម្ដងការតាក់តែងក៏ចាប់ផ្ដើមហើយសម្លឹងទៅកាន់គោលដៅដែលជាចំណុចជាក្តីសង្ឃឹមដែលខ្លួនរំពឹងថានឹងនាំសេចក្តីសុខមកឲ្យខ្លួនឯងនោះតែយើងមិនមានការដើរផ្លូវទេគឺមកអង្កេតមើលសភាវធម៌ដែលមានក្នុងទីនេះតាមសេចក្តីពិតដើម្បីរំលត់បង់ចោលនៅការយល់ឃើញខុសទាំងអស់បើតាមការបកស្រាយរបស់លោកប្អូនកន្លងមកនេះតាមដែលខ្ញុំស្ដាប់មកគឺមានភាពជ្រាលជ្រៅមានជម្រៅហើយនឹងទាមទារឲ្យមានការសិក្សារៀនសូត្រនិងបដិបត្តិដោយផ្ទាល់ដើម្បីឲ្យឃើញការពិតតាមអ្វីដែលលោកប្អូនបកស្រាយនេះអញ្ចឹងជាទីបញ្ចប់នេះតើលោកប្អូនមានអ្វីផ្ដាំផ្ញើទៅប្រិយមិត្តដែលលោកអ្នកស្ដាប់ទាំងអស់ហ្នឹងបាទអរគុណបងណៃក៏ដូចជាសូមអរគុណពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតែទស្សនានៅកិច្ចសន្ទនានេះផងដែរជាចុងក្រោយនេះខ្ញុំចង់បញ្ជាក់ថាការសិក្សាអំពីការពិតនេះគឺពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់យើងម្នាក់ៗពួកយើងអាចស្គាល់ខ្លួនឯងថាយើងគឺជាអ្វីរស់នៅក្នុងពិភពលោកអ្វីហើយនឹងដឹងថាតើយើងកើតមកពីណាហើយក្នុងឱកាសនេះដែរក៏សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនបើសិនបើមានឱកាសក៏គួរតែចូលមកសិក្សាអំពីការពិតនេះផងដែរនៅក្នុងសំណាក់របស់ពួកយើងគឺមិនមានការរើសអើងក្នុងការដែលចូលមកសិក្សាអង្កេតពិនិត្យអំពីការពិតក្នុងខ្លួននេះទេគឺខាងសំណាក់របស់ពួកយើងមានតែការជួយលើកទឹកចិត្តចំពោះបងប្អូនណាដែលមានបំណងចង់មកសិក្សាអំពីការពិតក្នុងខ្លួននេះបាទជាទីបញ្ចប់នេះយើងខ្ញុំទាំងពីរនាក់សូមថ្វាយប្រពរនិងគោរពជូនពរដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមស្ដាប់នៅក្នុងទីនេះសូមឲ្យជួបតែនឹងពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយ